ថ្ងៃនេះនិយាយអំពីពាក់ព័ន្ធនឹងឆ្អឹងកងនិងសរសៃក្រោមក្លៀកនិងឆ្អឹងជំនីដែលពុកម៉ែបងប្អូនតែងតែមានជំងឺឈឺខ្នងហើយរួយចង្កេះស្ពឹកជើងស្ពឹកបាតជើងវាមានករណី3ទី1សរសៃបេះដូងឈាមរត់អត់ស្មើទី2ពោះវៀនមានខ្យល់ទី3ឆ្អឹងកងស្រុតបាទហើយឆ្អឹងជំនីពេលដែលឈឺកាពះវាអាចមកឈឺនៅកន្លែងចំណុចទី3តែក្រោមបោះដៃផុតបាទហ្នឹងគឺឈឺកាពះហើយលោកយាយលោកតាបងប្អូនអស់ត្រូវដឹងថាការឈឺសរសៃវាមានករណីច្រើនហើយមិនចេះតែធ្វើទេយើងត្រូវតែទៅរកអ្នកជំនាញឲ្យបានច្បាស់លាស់កុំចេះតែកាយប្រយ័ត្នថ្ងៃក្រោយកាច់ជន់ឆ្កឹះញីហ្នឹងវាធ្វើឲ្យមានបញ្ហាទាំង3ដែលខ្ញុំគ្រីសនេះបាទហើយកាលណាកាច់ចង្កេះវាអាចនឹងពាក់ព័ន្ធជាមួយឆ្អឹងកងឆ្អឹងឌីសខាងចង្កេះនេះតែខ្ញុំគូសនេះឲ្យតែបងប្អូនណាចេះតែលើកជើងកាច់ពុតខ្នងព្រីព្រក់ហ្នឹងធ្វើឲ្យមានបញ្ហាកន្លែងនេះហើយទី2ទាញមួយចំហៀងទៅមួយចំហៀងព្រីព្រក់ហ្នឹងធ្វើឲ្យសរសៃបេះដូងនៅក្រោមក្លៀកនេះវាធ្វើឲ្យវាទៅពាក់ព័ន្ធជាមួយសរសៃប្រសាទអញ្ចឹងបងប្អូនត្រូវប្រយ័ត្នគ្រប់គ្នាបាទ